រដូវស្រូវទុំមួយចានិយាយវាថាសាប៊ូត្រីអាត្រីដាច់ទឹកណាបងប្អូនអូយវាថាប៉ុនគ្នាបងប្អូនអូយល្អមែនតើណាបងប្អូនតម្រាំតបានត្រីហ្នឹងណែបងប្អូនមកចាប់កន្លែងគុំស្រូវណាហើយស្រូវនេះគឺចាប់ផ្ដើមជ្រោលស្អែកកាន់ស្អែកហ្នឹងបងប្អូនវាទុំហើយចាំតែម៉ាស៊ីនណាបងប្អូនអូយវាថាដាច់ទឹកអូយល្អមែនតើរៀងធាត់ដែរណាត្រីវានៅតាមគុំស្មៅគុំដកហ្នឹងបងប្អូនស្រួលរតិចច្រឡំថាទិញត្រីពីផ្សារយកមកដាក់ណាបងប្អូនអត់ទេអានេះអត់ទេត្រីស្រុកស្រែត្រីនៅស្រែពិតមែនបន្លែប្លំទិញពីផ្សារយកមកដាក់ឯណាដើរទៅចែកដនឃើញក៏រត់ទៅយកឡើងដើម្បីមកចាប់ហ្មងអូយសាប៊ូមែនតើវាដាច់ទៅអញ្ចឹងត្រីល្អណាបងប្អូនតែវាអត់ធំទេវាទូចប៉ុនមេដៃមេជើងនឹងឯងវាគ្មានរហោប៉ុនកដៃកជើងទេអ្នកបងប្អូនឃើញជួនណាទៅមកក្លុកហ្នឹង 4-5 ក៏មានដែរអាអ្នកឈរមើលថាពីល្អត្រីអើយឃើញខ្វះកតាហ៊ានចាប់ព្រោះមានអ្នកជំនាញចាប់ក៏លែកមកមើលកូនបើវិញវាថាអូយបោចស្មៅដូចគោអញ្ចឹងបោចចុះបោចឡើងអ្នកបងប្អូនមិនតិចទេណាយកទៅមុនមួយសាអញ្ចឹងចាប់ទាំងអស់សរុបប្រហែលជាបាន3គីឡូជាងដែរយកទៅមុនប្រហែលជា1គីឡូជាងហាក់ក្រោយនេះប្រហែលជា2គីឡូអញ្ចឹងណាអូយបងប្អូនមានធ្វើអីឆ្ងាញ់ក្រៅពីអាតុទុយហ្នឹងកំពងវាជ្រលក់ទឹកអំពើទុំអញ្ចឹងទៅហើយក្រាញ់ហ្នឹងយើងយកស្លម្ជូរផលិតម្ជូរនិយាយទៅខ្ញុំចូលច្រើនណាស់ត្រីស្រែស្អែកវាស្លទៅមានជាតិនេះវានៅតាមគុំសង្ហែគុំអីចឹងបងប្អូនល្អណាស់វាថាចាប់អត់តម្លាក់ដៃទេស្រួលមែនតើហ្មងនេះបងប្អូនឃើញហ៎ប្រហែលជា3គីឡូអូយល្អណាស់ចឹងដឹងតាមពងស្លម្ជូរនេះបងប្អូនចឹងរួចរាល់ហើយស្ត្រីមិញហ្នឹងបានស្លម្ជូរមួយឆ្នាំងជាមួយនឹងបំពងជ្រលក់ទឹកត្រីបើទុំបាយ